3.2 ការផ្ដល់អាហារមិនត្រឹមត្រូវដល់កុមារតាមប្រភពស្ថិតិឆ្នាំ 2008 អត្រាមរណទារកនៅកម្ពុជាមាន 58 លើទារកកើតរស់ 1000 នាក់ ទីក្រុងមាន 34 និងជនបទមាន 62 អត្រាមរណៈប្រមាណកុមារអាយុ 5 ឆ្នាំមាន 44%ទីក្រុងមាន 22 និងជនបទមាន 48 អត្រាមរណៈប្រមាណកុមារមាន 6%ទីក្រុងមាន 2 និងជនបទមាន 6 អត្រាមរណៈប្រមាណមាតាមាន 461 ក្នុងកំណើតរស់ 100,000 នាក់ ទីក្រុងមាន 287 និងជនបទមាន 490 កុមារកម្ពុជាអាយុពី 2 ឆ្នាំឡើងទៅទទួលការផ្គត់ផ្គង់អាហារូបត្ថម្ភមិនបានត្រឹមត្រូវកម្ពុជាជាប្រទេសមួយដែលមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់បំផុតនៅក្នុងតំបន់និងនៅក្នុងពិភពលោកកុមារកម្ពុជាជិតពាក់កណ្ដាលអាយុក្រោម 5 ឆ្នាំមានបញ្ហាកង្វះអាហារូបត្ថម្ភឡាវមាន 42% វៀតណាមមាន 30% និងថៃមាន 12%កង្វះអាហារូបត្ថម្ភពុំមែនគ្រាន់តែបណ្ដាលមកពីកង្វះចំណីអាហារប៉ុណ្ណោះទេប៉ុន្តែក៏អាចបណ្ដាលមកពីការថែទាំពីមាតាបិតាកង្វះសេវាសុខភាពកង្វះអនាម័យកង្វះការប្រើប្រាស់ទឹកស្អាតនិងបង្គន់អនាម័យផងដែរមានទារកត្រឹមតែ 35% ប៉ុណ្ណោះដែលម្ដាយបំបៅដោះនៅក្នុងកំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួចទឹកដោះដំបូងឬទឹកដោះព្រៃនិងមានទារកត្រឹមតែ 68% ប៉ុណ្ណោះដែលម្ដាយចាប់បំបៅដោះចាប់ពីថ្ងៃទី1នៃជីវិតរបស់ពួកគេមានទារកចំនួនតែ 65.9% ប៉ុណ្ណោះដែលទទួលការបំបៅដោះដោយទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល 6 ខែដំបូងនៃជីវិតមានម្ដាយជាច្រើនអ្នកបានអនុវត្តខុសឆ្គងដោយបានផ្ដល់ឬបញ្ចុកសារធាតុរាវផ្សេងៗបន្ថែមពីលើទឹកដោះដល់ទារកដែលមានអាយុក្រោម 6 ខែការផ្ដល់ទឹកឬសារធាតុរាវផ្សេងៗឬចំណីអាហារជាអាហារប្រចាំថ្ងៃបន្ថែមដល់ទារកក្នុងកំឡុងពេល 6 ខែដំបូងនៃជីវិតរបស់គេធ្វើឲ្យទារកប្រឈមនឹងគ្រោះថ្នាក់ជាច្រើនដូចជារាគរូសរលាកផ្លូវដង្ហើមស្រួចស្រាលខ្វះអាហារូបត្ថម្ភឬលូតលាស់យឺតយ៉ាវប៉ុន្តែនៅពេលដែលទារកមានអាយុលើពី 6 ខែឡើងទៅទឹកដោះម្ដាយតែមួយមុខគត់មិនគ្រប់គ្រាន់ទេសម្រាប់ការលូតលាស់ផ្នែករាងកាយនិងបញ្ញាបានទៀតឡើយដូច្នេះត្រូវផ្ដល់អាហារបន្ថែមឲ្យបានសមស្របប្រចាំថ្ងៃនិងបន្តបំបៅដល់រហូតដល់ទារកអាយុយ៉ាងតិច 2 ឆ្នាំឬលើសពីនេះកង្វះសារធាតុចិញ្ចឹមធ្វើឲ្យកុមារស្គមស្បែកដណ្ដប់ឆ្អឹងសាច់ដុំទន់ខ្សោយយាជ្រាវជ្រួញចុះទម្ងន់ហើយរាគរូសញឹកញាប់ភាគច្រើនគេហៅជំងឺទទួលទានអាហារមិនគ្រប់គ្រាន់និងមិនគ្រប់គ្រាន់របស់កុមារនេះថាជាជំងឺពឹសអាចកុកជំងឺនេះអាចឲ្យកុមារស្លាប់បានយ៉ាងងាយដោយមានជំងឺផ្សេងទៀតមករាតត្បាតបន្ថែមពិសេសជំងឺរាគយុទ្ធវិធីសម្រាប់ទប់ទល់នឹងបញ្ហាខាងលើក្រសួងសុខាភិបាលត្រូវអប់រំមាតាបិតាឬអាណាព្យាបាលឲ្យចេះថែទាំកុមារឲ្យបានត្រឹមត្រូវទាំងការបំបៅដោះកូននិងការបង្កើនគុណភាពចំណីអាហារដែលសម្បូរជីវជាតិAដូចជាបន្លែស្លឹកពណ៌បៃតងបន្លែផ្លែឈើពណ៌លឿងសាច់ស៊ុតថ្លើមជាដើម